ហើយ PS Family ចំនួនទី4ដើម្បីល្បាញរបស់ចិនបាននិយាយភាសាខ្មែរបានរៀនរងរបាំខ្មែរតាមរយៈវីដេអូរបស់ព្រះនាងតូចនរោត្តមចេញជាពិសេសបានរកបទ Pop Out ដែលជាបទចម្រៀងរបស់កូនខ្មែរថែមទៀតផងសំខាន់ណាស់បើដឹងពីខ្មែរច្បាស់អញ្ចឹងហើយសុំឆ្នាំក្រោយមកលេងខ្មែរបានអត់នៅសុកក៏លុបវីដេអូរបស់ក្រុម PS Family ចំនួនទី4ដែលជា C-pop ដែលល្បីល្បាញខ្លាំងមែនទែននៅក្នុងប្រទេសចិនជាការបណ្ណាការពីកំឡុងពេលមុននោះភ័យភ្លើការរបស់ក្រុម PS Family បានថតថានឹងនិយាយជាភាសាខ្មែរសួរពួកយើងថាតើមានអ្វីចង់បង្រៀនទៅកាន់ពួកគាត់ដែរឬទេនិងអំពីវប្បធម៌របស់យើងផងដែរមិនមែនជាសន្យាខ្យល់ពីនិយាយរឿងធ្វើថ្ងៃនេះផងដែរក្រុម PS Family ចំនួនទី4បានថតវីដេអូមួយមានរយៈពេលវែងខ្លាំងមែនទែនរហូតដល់ទៅ7នាទីជាងនិយាយអំពីភាសាខ្មែរនិងវប្បធម៌ខ្មែររបស់យើងយកមកដែលនៅក្នុងវីដេអូក្រុម PS Family បានធ្វើសកម្មភាពធំៗចំនួន3ចំណងចំណុចទី1បានរួមបទ Pop Out ដែលបកស្រាយដោយ John ដែលជាបទចម្រៀងរបស់កូនខ្មែរជាភាសាអង់គ្លេសដែលទទួលបានការគាំទ្រខ្លាំងចំណុចទី2រៀនភាសាខ្មែរនិយាយពីថានិយាយពាក្យខ្មែរបានច្រើនណាស់សំខាន់និយាយច្បាស់ថែមទៀតចាំមកចាប់បោកទៀតទៅចំណុចទី3បាន